xoay ប្រែថាដកដងហើមធំឧទាហរណ៍ថាស្រូបខ្យល់ចេញចូលទៅចាយើងដកដង្ហើមធំអីចឹងទៅចាឬក៏យើងស្មុគស្មាញ stress អីចឹងទៅយើងចាដកដង្ហើមធំអញ្ចឹងសាយដកដង្ហើមធំឧទាហរណ៍ example ជំរាបសួរក៏ដូចជាសួស្តីអ្នកនរគ្នា Hello welcome back to study English with me ចាត្រឡប់មកជួបជាមួយនឹងនេះខ្ញុំម្ដងទៀតហើយជាមួយនឹងការរៀនគ្រឹះដំបូងនៃភាសាអង់គ្លេសឬយើងហៅថា Basic English ចាអញ្ចឹងបងប្អូនបានទស្សនានៅវីដេអូចាស់របស់នេះខ្ញុំហើយនៅបើសិនជាអត់ទាន់បានទស្សនានៅវីដេអូចាស់របស់នេះខ្ញុំទេកុំភ្លេចចូលទៅទស្សនានៅវីដេអូចាស់របស់នេះខ្ញុំហើយកុំភ្លេចជួយ like ក៏ដូចជា share នៅវីដេអូរបស់នេះខ្ញុំដើម្បីទទួលបាននៅចំណេះដឹងថ្មីអូខេអញ្ចឹងដើម្បីកុំឲ្យខាតពេលវីដេអូយើងចូលទៅកាន់ចាមេរៀនរបស់យើងតែម្ដងអូខេចាអញ្ចឹងមេរៀនរបស់យើងថ្ងៃនេះគឺតាក់ទងជាមួយនឹង vowel sound ដដែលចាហើយយើងតាក់ទងជាមួយនឹង long I ចាគឺ long I ចា I យើងផ្សំជាមួយនឹងចា consonant ឬក៏ចាជញ្ជាក់ G ជាមួយនឹង H G ជាមួយនឹង H T ចាអញ្ចឹងពីរនេះគឺមានសំឡេងខុសគ្នាតែបន្តិចទេចាអញ្ចឹង I ជាមួយនឹង G H នេះយើងបាន I ចាដល់ពេលកន្លែង G H T នេះយើងបាន I ចាអញ្ចឹងដល់ពេលដែលយើងប្រកបជាមួយនឹងជញ្ជាក់ដែលនៅខាងមុខចាដោយសារតែ I នេះដើរតួជាស្រៈអញ្ចឹងដល់ពេលដែលយើងផ្សំជាមួយនឹងជញ្ជាក់ G ក៏ដូចជា H G H T ចាយើងស្ដាប់ទៅចា I ចា I ចាអូខេវាខុសគ្នា I ជាមួយនឹង I ចាតែប៉ុណ្្នឹងទេអញ្ចឹងអូខេអញ្ចឹងកុំឲ្យយើងខាត់ពេកយើងចូលទៅកាន់ពាក្យរបស់យើងតែម្ដងចាឧទាហរណ៍ដូចជាពាក្យទី1នេះអញ្ចឹងពាក្យទី1របស់យើងគឺពាក្យថា light ចាយើងប្រែថាភ្លឺឬក៏ពន្លឺចា light ចាអញ្ចឹងកន្លែង T នេះយើងបញ្ចេញសំឡេង th ចាអូខេ light អូខេ turn off the light ចាអញ្ចឹងយើងប្រើតែមួយម៉ាត់ទេចាបិទភ្លើងចាបិទភ្លើង turn off the light ចាអញ្ចឹងបិទភ្លើងចា turn off នេះយើងប្រើបានទៅលើអំពូលភ្លើងចាទៅលើម៉ាស៊ីន turn off អីគេចឹងណា machine អីចឹងទៅចាអញ្ចឹងបើឧទាហរណ៍ថាយើងបិទភ្នែកបិទអីយើងប្រើ close បិទប្អួចបិទទ្វារអញ្ចឹងយើងប្រើ close ធម្មតាយើងអាចប្រើ turn on turn off ទេចាជាង turn on turn off យើងប្រើទៅលើគ្រឿង electronic មួយចំនួនដូចជាអំពូលភ្លើងជាដើមនេះ turn off the light ចាអញ្ចឹងមានន័យថាចាបិទភ្លើងចាអញ្ចឹងភ្លើងចាយើងប្រើពាក្យថា light ចាអូខេអញ្ចឹងពាក្យទី2គឺពាក្យថា night យើងប្រែថាយប់ night ចាយប់អញ្ចឹង example where were you last night okay where were you last night okay តើអ្នកនៅឯណាកាលពីយប់មិញ where were you last night okay where were you last night okay last night ដល់ពេលយើងជាប់គ្នាអញ្ចឹង last night okay អញ្ចឹងចា where were you last night អញ្ចឹងតើអ្នកនៅឯណាកាលពីយប់មិញតើអ្នកនៅឯណាកាលពីយប់មិញ where were you last night តើអ្នកនៅឯណាកាលពីយប់មិញចាអញ្ចឹងនេះយើងប្រើជាមួយនឹង were ឬក៏ was ហ្នឹងមានន័យថាចាយើងកំពុងតែប្រើសួរគេអំពីចារឿងឬក៏ហេតុការណ៍ដែលកន្លងហួសទៅហើយចាអញ្ចឹងមានន័យថាយើងប្រើ were នេះចានៅក្នុងចា past អញ្ចឹងដល់ពេលដែលយើងប្រើជាមួយនឹង past ទៅយើងប្រើ was ក៏ដូចជា were អញ្ចឹង was were នេះមកពី verb to be របស់ am is and are អញ្ចឹងមានន័យថា were គឺយើងដល់ពេលដែលយើងប្រើពាក្យថា you ទៅយើងយកពាក្យថា were នេះចាអញ្ចឹងអានេះវាគឺជា past មួយរបស់ចា past simple របស់យើងដូចគ្នាអូខេ high នេះប្រើថាខ្ព
bùa tì bùa ấy chẳng là mong bốn hay bùa ok hay bùa ok hay hay chả this tree is very high this tree is very high đám chơi ní cứ búa kháng này rồi có đám chơi ní cứ búa này this tree is very high ok chẳng bịa thì pi ní chả chỉ muốn đằng chi ấy cứ bị thắt sai xoáy ra thật độ đón hớm thùng họ thà stroke cho trên châu tới chả dừng đoạn hàm thùng mà chẳng tại chả được có dừng smoke smile stress ấy chẳng tới nhớ chả độ đằng hàm thùng chẳng sai độ đằng hàm thùng đó example why do you sigh why do you sigh hai đôi bạn chỉ nè độ đằng hàm thùng why do you sigh why do you sigh hai đôi bạn chỉ nè độ đằng hàm thùng ta nè miên còn qua là in trắng đó không bọn bà sân chỉ miên còn quá từ dương đọt đằng hàm thông mình sọc dương đọt hàm thông mà bị miên còn qua rồi coi như miên bánh hà về để thả đọt rồi có miên bánh hà ấy mua để thả đọt xài ba này trắng á trắng từ dương chả đã chập đau mà mình chè cà rạ ở nè đợt tây để nơi trong vinh luôn mà dương đó chả khơi trắng why do you sigh hai đôi bạn chỉ nè đọt đằng hàm thông miên bánh hà vậy màu chả cùng tục dù bếch non tại miên là rõm thả stress khăn chả nóm ta mẹ rắm ta stress khăn ấy chẳng why do you sigh hai đôi bạn chỉ nét đọ đằng hớm thòng chả chẳng ok ở con ra chụp lia chụp pu video rồi bạn này chúng có mình chụp tầm đấy mình chẳng bảo bông ôm mình chụp ngò với bẹ pon chụp mũi lon lon ái chả có được chi bẹ pon chụp mũi chi chi a chi a t chả bông ôm này xuống link chụp bạn nó không comment chả ok ở con chụp lia